ភលោកកំពុងចាប់អារម្មណ៍តើការចរចាអាមេរិកនិងអ៊ីរ៉ង់អាចបរាជ័យឬជោគជ័យស្ថានភាពតានតឹងចុងក្រោយនេះកើតឡើងក្នុងបរិបទដែលមនុស្សជាច្រើនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់តើនឹងមានការចរចាថ្មីរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់មុនកិច្ចប្រជុំព្រមព្រៀងបទឈប់បាញ់បណ្ដោះអាសន្ននឹងផុតកំណត់នៅថ្ងៃពុធស្អែកនេះឬអត់មិនទាន់ច្បាស់ថាការចរចានោះនឹងប្រព្រឹត្តទៅដោយរលូនឬយ៉ាងណានោះទេបរិយាកាសនៅទីក្រុងអ៊ីស្លាមាបាតប្រទេសប៉ាគីស្ថានដែលរំពឹងថាជាទីកន្លែងសម្រាប់ការចរចាជុំទី2ពេលនេះពោពេញដោយកម្លាំងសន្តិសុខប្រដាប់អាវុធដែលកំពុងត្រួតពិនិត្យយានយន្តតាមចំណុចផ្សេងៗក្នុងទីក្រុងយ៉ាងតឹងរ៉ឹងជាមួយគ្នានេះដែរមានរបាយការណ៍ព័ត៌មានបានឲ្យដឹងថាសន្តាគារប្រណិតកម្រិតផ្កាយ5នៅក្នុងតំបន់សុវត្ថិភាពខ្ពស់ឬ Red Zone បានជូនដំណឹងឲ្យភ្ញៀវទេសចរចាក់ចែងភ្លាមៗដោយបញ្ជាក់ថានេះជាការបញ្ជាពីរាជរដ្ឋាភិបាលដើម្បីប្រើប្រាស់ទីតាំងនេះសម្រាប់ធ្វើសកម្មភាពសំខាន់របស់រដ្ឋហើយបានផ្អាកការកក់បន្ទប់ដោយគ្មានការកំណត់ផងដែរសន្តាគារទាំងនេះក៏ធ្លាប់ជាទីកន្លែងសម្រាប់ការចរចានិងស្នាក់នៅរបស់គណៈប្រតិភូជុំទី1កាលពីថ្ងៃទី11ខែមេសាកន្លងមកផងដែរខាងអ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថាអ៊ីរ៉ង់នៅមិនទាន់មានផែនការបើកការចរចាជុំថ្មីជាមួយនឹងសហរដ្ឋអាមេរិកនៅឡើយនោះទេហើយបាននិយាយថាសហរដ្ឋមិនធ្លាប់រៀនអ្វីពីបទពិសោធន៍ដែលអតីតកាលឡើយហើយកំពុងបន្តលេងល្បែងបញ្ឆោតអ៊ីរ៉ង់ជាបន្តបន្ទាប់ជំនួសឲ្យការដើរតួវិជ្ជមានទៅវិញដូចនេះអ៊ីរ៉ង់មិនអាចរំពឹងឲ្យសហរដ្ឋអាមេរិកនិយាយការពិតបាននោះទេ